ការសាងសង់សសរគ្រីស្ទទប់ដីមួយការវាស់វែងនិងការកំណត់ខ្សែបន្ទាត់យោងតាមចំណុចត្រួតពិនិត្យកូអរដូនេប្លង់ធ្វើការកំណត់ទីតាំងសសរគ្រីស្ទតាមតម្រូវការនៃប្លង់សាងសង់និងធ្វើសញ្ញាសម្គាល់បណ្ដោះអាសន្ន 2. ការដាក់ម៉ាស៊ីនឃុំនិងការកប់បំពង់ការពារបំពង់ការពារធ្វើពីបន្ទះដែកកម្រាស់10មីលីម៉ែត្រអង្កត់ផ្ចិតបំពង់ការពារ 1.2 ម៉ែត្រនិងប្រវែងកប់បំពង់ការពារ2ម៉ែត្រ 3. ការឃុំនិងការសម្អាតរន្ធតម្រង់ក្បាលឃុំទៅទីតាំងសសរគ្រីស្ទនិងកែតម្រូវភាពបញ្ឈរនៃម៉ាស៊ីនឃុំពេលឃុំត្រូវយកចិត្តទុកដាក់គ្រប់គ្រងល្បឿនឃុំនិងភាពបញ្ឈរនៃដងឃុំបន្ទាប់ពីឃុំដល់ជម្រៅដែលបានរចនាសូមសម្អាតបាតរន្ធកម្រាស់នៃកាកសំណល់នៅបាតរន្ធមិនត្រូវលើសពី100មីលីម៉ែត្រឡើយ 4. ការទម្លាក់ទ្រង់ដែកក្នុងអំឡុងពេលទម្លាក់ទ្រង់ដែកត្រូវតែរក្សាវ៉ាឲ្យស្របនឹងអក្សរគ្រីស្ទជានិច្ចហើយធានាថាកម្ពស់សសរគ្រីស្ទស្របតាមតម្រូវការរចនា 5. ការចាក់បេតុងក្រោមទឹកបេតុងត្រូវបានចាក់តាមបំពង់ហើយការសម្អាតរន្ធលើកទី2គួរតែត្រូវបានធ្វើមុនពេលចាក់ការចាក់បេតុងលើកដំបូងគួរតែអាចបំពេញជម្រៅកប់បំពង់មិនតិចជាង 0.8 ម៉ែត្រក្នុងអំឡុងពេលចាក់ជម្រៅកប់នៃបំពង់គួរតែត្រូវបានគ្រប់គ្រងចន្លោះពី2ទៅ5 1ម៉ែត្រកម្ពស់ចាក់លើសនៅកម្ពស់សសរគ្រីស្ទមិនតិចជាង 0.5 ម៉ែត្រការសាងសង់ធ្នឹមមកុដបន្ទាប់ពីការសាងសង់សសរគ្រីស្ទទប់ដីរួចរាល់សូមជីកយកដីរវាងសសរគ្រីស្ទនិងសងខាងសសរគ្រីស្ទចេញទុកផ្ទៃការងារ 0.3 ម៉ែត្រនៅសងខាងប្រើវិធីសាស្ត្រកាត់ជារង្វង់និងបំបែកដើម្បីបំបែកក្បាលសសរគ្រីស្ទទាំងមូលបន្ទាប់មកចាក់ស្រទាប់ទ្រនាប់បេតុងស្មពៃកម្រាស់100មីលីម៉ែត្រកំណត់ខ្សែបន្ទាត់គែមនិងខ្សែបន្ទាត់ទីតាំងនៃធ្នឹមមកុដហើយចងដៃធ្នឹមមកុដដំឡើងពុម្ពធ្នឹមមកុដចុងក្រោយចាក់បេតុងធ្នឹមមកុដការសាងសង់វាំងនឹងទប់ទឹកវាំងនឹងទប់ទឹកត្រូវបានកំណត់នៅចម្ងាយ 1.1 ម៉ែត្រខាងក្រៅសសរគ្រីស្ទទប់ដីអង្កត់ផ្ចិតសសរគ្រីស្ទ 1000 មីលីម៉ែត្រគម្លាតសសរគ្រីស្ទ 550 មីលីម៉ែត្រនិងការត្រួតស៊ីគ្នារវាងសសរគ្រីស្ទវាំងគឺ 350 មីលីម៉ែត្រវាំងនឹងទប់ទឹកប្រើវិធីសាស្ត្របំពង់3សម្រាប់ការសាងសង់សសរគ្រីស្ទបាញ់បង្វិលសម្ពាធខ្ពស់ជាដំបូងឃុំរន្ធនាំផ្លូវអង្កត់ផ្ចិតរន្ធឃុំ 150 មីលីម៉ែត្របន្ទាប់មកបញ្ចូលបំពង់ចាក់ស៊ីម៉ងតបាញ់បង្វិលនិងលើកពីក្រោមឡើងលើរហូតដល់កម្ពស់រចនានៃកម្ពស់សសរគ្រីស្ទការជីកដីនិងការសាងសង់ខ្សែកាប់យុទ្ធការការជីកដីផ្ទៃធំស្រទាប់ទី1ដល់ 0.5 ម៉ែត្រក្រោមកម្ពស់ផ្ទៃខ្សែកាប់យុទ្ធការទី1បន្ទាប់មកដោយយកអគារទាំងពីរជាចំណុចកណ្ដាលប្រើការជីកបែបអាំងកណ្ដាលជាដំបូងជីកយកដីទាំងអស់នៅក្នុងតំបន់អគារចេញរួចពង្រីកទៅជុំវិញរក្សាតឹងផ្ទៃការងារខ្សែកាប់យុទ្ធការ15ម៉ែត្រដើម្បីធ្វើការសាងសង់ខ្សែកាប់យុទ្ធការជាដំបូងយោងតាមទីតាំងរចនានិងមុំលំអៀងនៃខ្សែកាប់យុទ្ធការកែតម្រូវម៉ាស៊ីនឃុំដើម្បីឃុំរន្ធរហូតដល់ជម្រៅរចនាបន្ទាប់ពីឃុំរួចបញ្ចូលខ្សែកាប់យុទ្ធការដល់ជម្រៅរចនាបន្ទាប់មកប្រើទឹកស៊ីម៉ងតសុទ្ធដើម្បីចាក់ដោយសម្ពាធប្រវែងចាក់ស៊ីម៉ងតគឺជាប្រវែងនៃផ្នែកបោះយុទ្ធការនៃខ្សែកាប់យុទ្ធការនៅពេលដែលកម្លាំងនៃផ្នែកបោះយុទ្ធការឈានដល់ 80 នៃកម្លាំងរចនាសូមធ្វើការទាញខ្សែកាប់យុទ្ធការដំឡើងតង្កៀបដែកជ្រុងនិងធ្នឹមចង្កេះដែកអក្សរឲ្យរៀងខ្លួនហើយប្រើបន្ទះទ្រនាប់ដើម្បីផ្សារធ្នឹមចង្កេះចូលគ្នាជាធុងតែមួយដំឡើងបន្ទះទ្រនាប់ក្បាលយុទ្ធការឧបករណ៍យុទ្ធការបន្ទះគៀបនិងម៉ាស៊ីនលើកតាមវិធីទាញជាដំណាក់កាលទាញខ្សែដែកដល់បន្ទុករចនាបន្ទាប់ពីខ្សែកាប់យុទ្ធការទី1ត្រូវបានទាញរួចរាល់ទាំងស្រុងត្រូវរងចាំ7ទៅ10ថ្ងៃទើបអាចធ្វើការជីកដីស្រទាប់បន្ទាប់បានប្រើវិធីសាស្ត្រជីកដីបែបអាំងកណ្ដាលជីកដីរាល់ស្រទាប់និងសាងសង់ខ្សែកាប់យុទ្ធការរាល់ខ្សែជីវ័តរហូតដល់ 1.2 ម៉ែត្រពីលើស្រទាប់ទ្រនាប់គ្រីស្ទរងចាំរហូតដល់ការសាងសង់សសរគ្រីស្ទវិស្វកម្មរួចរាល់ទើបបន្តជីក